វិធីសង្គ្រោះផ្លូវចិត្តរបស់យើងទី1ការកាត់បន្ថយការខឹងនេះគឺជារឿងដែលចាំបាច់សម្រាប់យើងគ្រប់គ្រងរាល់ពេលវេលាដែលយើងនៅខាងក្រៅឬក៏នៅជាមួយនឹងក្រុមគ្រួសារឬមួយក្រុមមិត្តភ័ក្តិរបស់យើងការខឹងសម្បាបង្ហាញពីអារម្មណ៍ចរិតពិតនៅក្នុងពេលនោះឯងខឹងនេះគឺខឹងខុសខឹងខាតដូច្នេះកាលណាបើយើងកាត់បន្ថយការខឹងបានជីវិតរបស់យើងនឹងល្អប្រសើរទី2ឈប់ឆ្លោះជាមួយនឹងមនុស្សគ្មានហេតុផលកុំទៅរញ៉េរញ៉ៃកុំទៅខ្វល់ខ្វាយជាមួយនឹងនរណាម្នាក់ដែលនិយាយជាមួយយើងដោយគ្មានហេតុផលត្រឹមត្រូវឬមួយក៏យើងខំបញ្យល់ប្រាប់ទៅគេហើយតែគេនឹងមិនទទួលស្គាល់ការពិតគេនៅតែត្អូញត្អែរមិនស្ដាប់អំពីរឿងកូនសាច់រឿងមិនស្ដាប់ហេតុផលអ្វីដែលយើងបានបញ្យល់គេដូច្នេះយើងកុំទៅឆ្លោះជាមួយកុំទៅលេងជាមួយកុំទៅដើរជាមួយកុំទៅនិយាយស្ដីជាមួយពីព្រោះថាមនុស្សរបៀបនេះមានរឿងហើយគឺពិបាកដោះស្រាយស្រួលមិនស្រួលរករឿងសម្រាប់ខ្លួនឯងទៀតមានន័យថាមនុស្សនេះអាចនឹងមានបញ្ហាសម្រាប់គេម្នាក់ហើយបែរជាមានបញ្ហាសម្រាប់យើងទៀតដូច្នេះជៀសវាងឲ្យបានមនុស្សដែលគ្មានហេតុផលទី3រៀបលើកទឹកចិត្តខ្លួនឯងនិងសរសើរខ្លួនឯងការរៀបលើកទឹកចិត្តសម្រាប់ខ្លួនឯងនេះគឺជាវិធីសាស្ត្រដ៏ល្អសម្រាប់ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃយើងមិនចាំបាច់ទៅឲ្យនរណាម្នាក់មកលើកទឹកចិត្តយើងទេមិនចាំបាច់តតែឪពុកម្ដាយមិត្តភក្តិអ្នករួមការឬមួយក៏សង្គមលើកទឹកចិត្តយើងទេយើងត្រូវតែហ៊ានលើកទឹកចិត្តខ្លួនឯងនិយាយប្រាប់ខ្លួនឯងតែកាលណាបើយើងចង់ឲ្យគេលើកទឹកចិត្តយើងមានពេលវេលាគ្មាននរណាមកចាំលើកទឹកចិត្តយើងជារៀងរាល់ថ្ងៃនោះទេដូច្នេះអ្នកដែលលើកទឹកចិត្តខ្លួនឯងរៀងរាល់ថ្ងៃបានគឺជាខ្លួនឯងអ្នកដែលអាចលើកទឹកចិត្តខ្លួនឯងបានពេញមួយជីវិតគឺជាខ្លួនឯងអ្នកដែលយើងត្រូវរស់ទៅជាមួយពេញមួយជីវិតគឺជាខ្លួនឯងដូច្នេះត្រូវចេះលើកទឹកចិត្តខ្លួនឯងនិងសរសើរខ្លួនឯងទោះបីជាការងារធ្វើបានបន្តិចបន្តួចក៏ដោយយើងត្រូវតែលើកទឹកចិត្តខ្លួនឯងកុំឆាប់បំបាក់ទឹកចិត្តខ្លួនឯងកុំគិតអវិជ្ជមានលើខ្លួនឯងច្រើនពេកពីព្រោះថារាល់ពេលរាល់វេលាអ្នកដែលចាប់សរសើរយើងគេមិនចាប់សរសើរទេលុះត្រាតែយើងមាននៅភាពជោគជ័យកើតឡើងទើបគេមកសរសើរយើងខ្លាចទៅជាធ្វើជាមានលទ្ធផលល្អទើបអ្នកដទៃគេមកលើកសរសើរយើងនៅសុខគេមិនមកលើកសរសើរយើងទេមិនត្រឹមតែប៉ុណ្ណោះគេអាចនិន្ទាយើងថាទៅថប់ដូច្នេះកុំភ្លេចនៅក្នុងការសរសើរខ្លួនឯងយើងរស់ពីមួយថ្ងៃទៅមួយថ្ងៃនេះកុំរំពឹងអ្វីពីអ្នកដទៃច្រើនពេកអ្វីដែលយើងគួររំពឹងគឺរំពឹងលើខ្លួនឯងឲ្យច្រើនខ្លួនឯងគឺជាអ្នកលើកទឹកចិត្តខ្លួនឯងខ្លួនឯងគឺជាអ្នកសរសើរទៅដល់ខ្លួនឯងដូច្នេះយើងមិនទៅចាំបាច់ទៅរំពឹងអំពីផលប្រយោជន៍ពីអ្នកណាម្នាក់ទេត្រូវធ្វើវាដោយខ្លួនឯងទី4ឈប់ស្វែងរកភាពល្អឥតខ្ចោះមនុស្សនៅក្នុងโลกនេះមាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេមាននរណាម្នាក់ដែលរូបបបឲ្យល្អពេញបរិបូរណ៍មានប្រាក់លុយកាក់ដែលដល់បានមិនមែនសុទ្ធតែជារបស់ដែលបរិសុទ្ធទេដូច្នេះឃើញគេមានបានឃើញគេហឺហាមិនប្រកបដោយទ្រព្យសម្បត្តិទាំងនោះបានមកដោយសុចរិតទេ
ចឹងយើងកុំស្វែងរកភាពល្អឥតខ្ចោះបើស្វែងរកភាពល្អឥតខ្ចោះក្នុងโลกនេះគ្មានទេមិនថាតែគូស្រករឪពុកម្ដាយមិត្តភក្តិសង្គមនេះយើងដើររកតែគ្មាននរណាល្អឥតខ្ចោះទេវាសុទ្ធសឹងតែមាននៅកំហុសមនុស្សកើតមកគឺមានកំហុសបាត់ទៅហើយកំហុសកន្លែងណាចាប់តាំងពីពេលដែលចាប់បដិសន្ធិឡើងអំពីផ្ទៃនៃបេតាគឺស្រែកយំបាត់តានោះសក់បញ្ជាក់ឃើញថាពិភពលោកមួយនេះគ្មានអយុត្តិធម៌ទេសម្រាប់អ្នកដែលមិនបានប្រឹងប្រែងសម្រាប់អ្នកដែលខ្ជិលច្រអូសភាពល្អឥតខ្ចោះគឺយើងត្រូវតែស្វែងរកលើខ្លួនឯងប្រឹងធ្វើវាដោយខ្លួនឯងកុំសង្ឃឹមទៅលើអ្នកដទៃដែលគេធ្វើមកលើយើងឲ្យបានល្អឥតខ្ចោះទី5សម្លឹងទៅមុខជាងសម្លឹងមើលអតីតកាលយើងរស់នៅជាមួយនឹងបច្ចុប្បន្នជាមួយនឹងអនាគតមិនមែនយើងសម្លឹងមើលតែពីក្រោយទេមិនមែនយើងសម្លឹងមើលតែអតីតកាលទេអតីតកាលគ្រាន់តែជាស្រមោលគ្រាន់តែជាដាតជើងគ្រាន់តែជាអនុស្សាវរីយ៍តែយើងគួរតែចងចាំទៅប៉ុន្តែសួរថាយើងទៅរស់ជាមួយនឹងអតីតកាលទេយើងមិនបាច់ទៅរស់នៅជាមួយនឹងអតីតកាលទេយើងត្រូវរស់នៅជាមួយនឹងបច្ចុប្បន្នរស់នៅជាមួយនឹងបច្ចុប្បន្នហើយនឹងអនាគតគេឲ្យយើងរស់នៅជាប្រចាំថ្ងៃរស់នៅជាមួយនឹងភាពជាបច្ចុប្បន្នអតីតកាលគ្រាន់តែជារឿងដែលហួសកន្លងទៅអនាគតគឺជារឿងដែលយើងមិនទាន់ជួបដូចអ្វីដែលយើងត្រូវតែរស់នៅគឺរស់នៅជាមួយនឹងបច្ចុប្បន្នមិនមែនយើងទៅរស់នៅជាមួយនឹងអតីតកាលទៅរស់នៅជាមួយនឹងអនាគតទេដូច្នេះអ្វីដែលយើងត្រូវផ្ដោតសំខាន់បំផុតគឺផ្ដោតទៅលើបច្ចុប្បន្នជីវិតប្រចាំថ្ងៃរស់នៅបែបម៉េចរកវិធីសាស្ត្របែបណាដើម្បីឲ្យជីវិតនេះវារឹងរឹតតែប្រសើរតទៅទៀតអញ្ចឹងបើថាយើងរស់នៅជាមួយនឹងអតីតកាលជីវិតយើងមិនចេះតែមុខទេនៅតែមួយកន្លែងនៅតែមួយកន្លែងដូចជាក្រោកឈរឡើងងើបឡើងទៅរកកន្លែងដែរល្អទៅរកកន្លែងដ៏ប្រសើរទៅរកជីវិតដែលប្រសើរជាងនេះទៅរកកន្លែងដែលប្រសើរជាងនេះកុំរស់នៅបែបនេះជីវិតនេះគ្មាននរណាមកកំណត់យើងបានទេមានតែយើងខ្លួនឯងទើបអាចកំណត់ជីវិតនេះបាននេះទី6ឈប់នៅជាមួយនឹងមនុស្សគិតអវិជ្ជមានជាមួយយើងការសັບកំណត់ភ័ក្រនេះវាពិតជាពីរឿងដ៏គួរឲ្យចាំដឹងមិត្តភក្តិនាំទៅបែបណាយើងនឹងរស់នៅជាបែបនោះបរិយាកាសនៃការរស់នៅរបស់យើងក្នុងរង្វង់មនុស្ស 5-6 នាក់យើងសហគមន៍មនុស្សបែបណាជីវិតរបស់យើងនឹងទៅតាមបែបនោះការគិតអវិជ្ជមាននេះគ្មានធ្វើឲ្យជីវិតរបស់យើងបានរីកចម្រើនតទៅមុខទេបានទេដូចជិះវាចេញឲ្យឆ្ងាយពីនរណាដែលគិតអវិជ្ជមានជីវិតយើងកាត់មកចង់បានតែរបស់ល្អចង់បានតែអំពើល្អចង់បាន
តែសម្ភារៈប្រាជ្ញដែលល្អៗជីវភាពដែលល្អប្រសើរកាលណាតែគឺយើងគិតថាវិជ្ជមានថាជីវិតនេះមិនអាចលូតលាស់តទៅមុខទៀតបានទេគឺនៅមួយកន្លែងនៅមួយដែលដើរជីដល់ណារកកន្លែងទៅមុខទៅគ្មានទេទី7រៀនអរគុណខ្លួនឯងដែលតែងតែឆ្លងកាត់រាល់បញ្ហារាល់ថ្ងៃដែលយើងបានជួបមកមិនថាការសិក្សារៀនសូត្រការងារជីវភាពប្រចាំថ្ងៃដូចនេះយើងបានឆ្លងកាត់ពីមួយថ្ងៃទៅមួយថ្ងៃត្រូវតែចេះអរគុណដល់ខ្លួនឯងដែលបានប្រឹងប្រែងមកដល់ថ្ងៃនេះប្រឹងប្រែងមកដល់វ័យនេះនេះជាអ្វីដែលយើងមិនអាចបំភ្លេចគុណទៅលើខ្លួនឯងបានទេធ្វើយ៉ាងណាក៏ដោយភ្លេចនរណាអាចភ្លេចបានប៉ុន្តែបើថាភ្លេចខ្លួនឯងហើយគ្រប់យ៉ាងគឺរកកោះរកត្រៃគ្មានទេតែកាលណាបើយើងភ្លេចខ្លួនឯងហើយរកអ្វីមកនិយាយបានទេចូលអ្នកទាំងអស់គ្នាកុំភ្លេចខ្លួនឯងរស់នៅជាខ្លួនឯងកុំរស់នៅជាមួយនឹងអ្នកដទៃកុំយកតែជីវិតរបស់អ្នកដទៃមកប្រៀបធៀបជាមួយនឹងជីវិតរបស់ខ្លួនឯងសង្ឃឹមថាអត្ថបទនេះនឹងជួយយើងឲ្យប្រែប្រួលនឹងការគិតសូមអរគុណ